ផ្លូវជីវិតវាមិនតែងតែរលូនឬរាបស្មើរហូតទេចូលចងចាំថាសេចក្តីអត់ធន់និងការមិនបោះបង់គឺជាគន្លឹះដ៏ស្រ័យទៅកាន់អនាគតដែលអ្នកប្រាថ្នាផ្លូវជីវិតមិនដែលរលូនឬរាបស្មើទេរហូតនោះទេនៅពេលខ្លះវាភ្នំខ្ពស់នៅឡើយមានទន្លេធំឲ្យឆ្លងនិងមានផ្លូវងងឹតឲ្យឆ្លងកាត់នេះជាការពិតដែលគ្មាននរណាអាចឆ្លងផុតបញ្ហានិងការលំបាកគឺមិនមែនជាអ្នកបំផ្លាញជីវិតយើងទេប៉ុន្តែមកពីដើម្បីសាកល្បងនឹងបណ្ដុះបណ្ដាលចិត្តរឹងមាំពេលជួបបញ្ហាកុំតែសួរហេតុអ្វីកើតឡើងលើយើងតែសួរតើអ្វីខ្លះដែលយើងអាចរៀបបានពីវាពេលជួនការលំបាកកុំទុកឲ្យចិត្តខ្សោយជំរុញឲ្យបោះបង់តែត្រូវតស៊ូជំនះវាដើម្បីឈរឡើងរឹងមាំជាមុនពេលគេចំអកឬមើលងាយត្រូវយកជាកម្លាំងចិត្តបន្ថែមដើម្បីបង្ហាញថាអ្នកឈានដល់អ្វីដែលគេមិនជឿមនុស្សរឹងមាំមិនមែនព្រោះគេមិនធ្លាប់ដួលទេប៉ុន្តែព្រោះគេឈរឡើងរាប់រយដងបន្ទាប់ពីដួលដូច្នេះសូមគំរត់ចេញពីបញ្ហាឬប្រឈមមុខវាតម្លៃនិងរៀនពីវាបញ្ហាគឺជាគ្រូបង្រៀនដែលមិនបានយើងអញ្ជើញប៉ុន្តែវាអាចបង្រៀនយើងឲ្យក្លាយជាមនុស្សថ្មីដែលរឹងមាំវៃឆ្លាតនិងកម្លាំងចិត្តចូលចងចាំការលំបាកគឺជាផ្លូវរបស់ជោគជ័យអ្នកដែលអត់ធន់និងមិនបោះបង់នោះគឺគេឈានដល់គោលដៅដំណាក់កាលក្នុងការទប់ទល់នឹងបញ្ហាទទួលស្គាល់បញ្ហាគំរត់ចេញពីបញ្ហាឬបដិសេធវាទទួលស្គាល់ថាបញ្ហាគឺជាផ្នែកធម្មតានៃជីវិតស្ងប់ស្ងាត់និងគិតឲ្យប្រុងប្រយ័ត្នការបាត់បង់ការត្រួតពិនិត្យអារម្មណ៍អាចធ្វើឲ្យស្ថានភាពអាក្រក់ជាងមុនពេលមានបញ្ហាសូមដកដង្ហើមជ្រៅជ្រៅឬសម្រាលខ្លីៗដើម្បីឲ្យខ្លួនស្ងប់ស្ងាត់សិនវាតម្លៃបញ្ហាសួរខ្លួនឯងបញ្ហានេះមានមូលហេតុពីអ្វីតើមានវិធីណាដែលអាចដោះស្រាយបានទេតើអ្វីដែលខ្ញុំអាចគ្រប់គ្រងបាននិងអ្វីដែលខ្ញុំមិនអាចគ្រប់គ្រងបានដាក់ផែនការនិងចាប់ផ្ដើមដំណើរការកុំឲ្យបញ្ហាតែស្ថិតក្នុងការគិតត្រូវចាប់ផ្ដើមអ្វីមួយទោះជាជំហានតូចៗក៏ដោយវាជាដំណើរទៅរកដំណោះស្រាយស្វែងរកជំនួយពេលខ្លះការជជែកជាមួយមិត្តភ័ក្តិគ្រួសារឬអ្នកមានបទពិសោធន៍អាចផ្ដល់ចម្លើយឬ